មកបងប្អូនណាដែលចូលចិត្តរបស់បំពងដែលលក្ខណៈស្រួយញ៉ាំទៅគឺថាស្រួយខ្ញោកពេញមាត់តែម្ដងមកមុខនេះជប៉ុនគេឲ្យឈ្មោះថា ebi fry យើងហៅថាបង្គាបំពងចង់ដឹងវិធីធ្វើចូលមើលវីដេអូទាំងអស់គ្នាឥឡូវនេះគឺខ្ញុំត្រៀមម្សៅសម្រាប់បំពងទី1គឺខ្ញុំមានជាមួយនឹងម្សៅបំពងដាក់វាមួយចំហៀងហើយនឹងម្សៅកាតិចនំប៉័ងហើយខ្ញុំគោះពងមាន់មួយគ្រាប់ហើយបំបែកវាឲ្យបានល្អសិនមួយគ្រាប់នឹងអត់គ្រាន់ទេតែខ្ញុំគោះត្រឹមតែមួយគ្រាប់សិនណាចាំយើងថែមតាមក្រោយទៀតបង្គាយើងយកវាទៅលាងទឹកឲ្យស្អាតទៅហើយចាំបកសម្បកចេញខ្ញុំជ្រើសរើសយកបង្គាខ្នាត L យើងទុកកតុយកុំបកឲ្យវាដាច់កតុយឲ្យសោះបង្គារបស់យើងរាងកោងអញ្ចឹងហើយយើងយកកបិតវះពោះវាតិចៗដើម្បីទាញឲ្យវាត្រង់ល្អបន្ទាប់មកគឺយកវាទៅជ្រលក់នៅក្នុងម្សៅបំពងរួចហើយគឺយើងយកវាទៅជ្រលក់នៅក្នុងទឹកពងមាន់ក្រោយពីជ្រលក់ជាមួយនឹងទឹកពងមាន់ហើយយកវាទៅប្រឡាក់ជាមួយនឹងកាតិចនំប៉័ងរួចហើយយើងយកវាទៅជ្រលក់នៅក្នុងទឹកពងមាន់ហើយយកវាទៅរុំជាមួយនឹងកាតិចនំប៉័ងម្ដងទៀតធ្វើវាឲ្យបាន2 3ដងដើម្បីឲ្យកាតិចនំប៉័ងហ្នឹងរុំជាប់ជាមួយនឹងបង្គាបានក្រាស់ល្អពេលដែលដាក់ម្សៅនំប៉័ងហ្នឹងគឺយើងយកដៃហ្នឹងច្របាច់ម្សៅនំប៉័ងហ្នឹងដើម្បីឲ្យជាប់បង្គាបានល្អធ្វើរួចហើយយកបង្គាហ្នឹងទៅដាក់នៅកន្លែងទូកកសិនដើម្បីឲ្យបង្គាហ្នឹងរឹងល្អពេលដែលបង្គាឡើងកកបានបែបនេះហើយគឺយើងអាចយកវាទៅបំពងបានធ្វើអញ្ចឹងធ្វើឲ្យបង្គារបស់យើងកាន់តែស្រួយឆ្ងាញ់ហើយបើសិនជាយើងធ្វើវាភ្លាមយកទៅបំពងភ្លាមក៏បានដែរប៉ុន្តែភាពស្រួយគឺមានលក្ខណៈខុសគ្នាតិចតួចមកមុខនេះខ្ញុំគិតថាវាស្រួលធ្វើបើបងប្អូនមានពេលទិញបង្គាមកឲ្យច្រើនធ្វើបែបហ្នឹងដាក់ចូលទៅក្នុងទូកកនៅពេលណាដែលចង់ញ៉ាំយើងគ្រាន់តែទាញវាយកមកបំពងគឺលឿនមែនទែន